បាទកំពុងតែគិតថាថ្ងៃសៅរ៍ថ្ងៃទី2នេះរៀងស្ងាត់បងប្អូនបាទតែមិនទាន់បានប្រមាណផងគ្រាន់តែ2ម៉ោងទេគឺមានដល់តែ2 3ករណីបាត់ទៅហើយយុវជន7 8នាក់គាត់ធ្វើដំណើរមកតាមផ្លូវនេះហ្នឹងដូចជានៅភូមិដីថ្មីសង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញធ្វើដំណើរសុកហ្នឹងត្រូវបានក្មេងស្ទាវមួយចំនួនហ្នឹងមានគ្នា6នាក់ជិះ3ម៉ូតូធ្វើការស្រែកហើយយកកបិតកាក់ហ្នឹងកាប់ប្អូនប្រុសម្នាក់ត្រូវរងរបួសស្មាលហែកប្រហែលមកចង្អុលដៃផងដែរចេះឲ្យមានរឿងអីជាមួយគ្នាឬក៏អត់ទេបានសុកត្រូវគេកាប់ចឹងអត់ដឹងដែរមកដល់ចុលអាម៉ាម៉ូតូមុខចុលថាឲ្យប្រយ័ត្នគ្នាវាមកក្រោយដាក់ប៉ាំងគ្នាប្រហែលម៉ូតូគ្នាប្រហែលអ្នក3ម៉ូតូ3ម៉ូតូគ្នាប្រហែល3ម៉ូតូម៉ាម៉ូតូ2នាក់មកម៉ូតូ2នាក់6នាក់មានដាវហ្មងឬមានកបិតហ្មងឬក៏មិនមានពាក់មួយមានពាក់មួយអ្នកក្រោយកាប់ខ្ញុំមិនដឹងពាក់ដឹងដាវទេបាទណៃមកពីណាបានមានរឿងហ្នឹងមកពី24ម៉ោងនៅចិត្តអ៊ីស៊ូហ្មងមកបាច់វិញមកពី24ម៉ោងហើយមកថាមកសុំលុយសង្សារហ្នឹងយកចាក់សាំងហើយទៅបន្ទប់វិញនិយាយមកមានតន់ដល់ណាគេកាប់បាត់បន្ទប់ទៅណាវិញទៅនៅឯក្រេត2បងនៅឯក្រេត2បាទវាជិះរត់ហើយខ្ញុំបត់ទៅក្រោយវិញអត់មានមើលក្រោយហ្នឹងតែគេដេញមកដែរអត់មានរឿងខ្លួនហ្នឹងអត់មានស្រែកថាមិនអីថាយ៉ាងម៉េចទេវាគ្រាន់តែស្រែកថាពួកឯងប្រយ័ត្នអញ្ចឹងបាទអញ្ចឹងប្រកាសទេណាថាអត់មានដែរមានបញ្ហាអីជាមួយគេតែណាមានបញ្ហាអីទេអត់អីអញ្ចឹងអូនបាទមិនដាក់ពាក្យបណ្ដឹងទេណាសមាជិកគាត់មកហើយណាបាទអូនបាទឥឡូវនេះសមាជិកបងនេះទឹកដីអីគេបងបងនេះកន្លែងហ្នឹងហ្មងនេះដូចនៅខាងនោះឯងផ្លូវមើលទៅនោះអូនៅខាងនោះដង្កោនេះមានជ័យហ៎នៅពូសានជ័យគឺពូសានជ័យអូនេះមានអ្នកអូនេះខាងនេះមានជ័យអញ្ចឹងបងណាមានមកក្រុមនោះវាថាគេចាប់ទៅនៅសេផ្អែមអញ្ចឹងអញ្ចឹងហ៎មានមកក្រុងគេកាប់នៅសៃផ្អែមនៅប៉ុស្តិ៍ផ្សារដែរមានមកក្រុមអញ្ចឹងអញ្ចឹងហ៎ដល់មកទៅប៉ុស្តិ៍រិសអទៅហ្នឹងអូ50ម៉ូតូមកមិញរួចទៅវិញបាទឥឡូវចាំនៅសួរគាត់ទៅណាបាទហ្នឹងហើយមិញហ្នឹងពងតែធ្វើព័ត៌មានសុកហ្នឹងនាំគ្នាលេងជិះចិត្ត50ម៉ូតូមកខាងព័ត៌មានស្រែកវយវាស់វាអូសដើរទម្លាក់បែបការភ្លើងព្រាតែម្ដងបងប្អូនហើយរត់ទៅបកក្រោយវិញហើយគឺអត់បានជិះមកខាងមុខទេឥឡូវនេះធ្វើឲ្យការភ្ញាក់ផ្អើលខ្លាំងមែនតើគឺខាងសមាជិកខាងមានជ័យ3នេះគឺគាត់បានមកដល់ហើយប៉ុន្តែមួយជំហានខាងនេះមានជ័យមួយជំហានខាងនោះគឺខាងពោធិ៍សែនជ័យបងប្អូនបាទហើយឥឡូវនេះចាំមើលខាងសមាជិកគាត់ធ្វើយ៉ាងណាអីយ៉ាងណានោះតាមដានបន្តទៀតបងប្អូនចាឥឡូវបងនាំមកអូននឹងទៅដាក់ពាក្យនៅចំចៅមួយបងហ៎អីហើយបើយើងហាក់ការខ្សែឈីតែទីព្រោះអាចពួកវាអាចឆ្លងមកទៅដល់ហ្នឹងមិញមកម្ដងទៀតហ៎បងបាទថ្ងៃសៅរ៍ព្រោះយើងតាំងពីម៉ោង1មកគឺយើងត្រៀមតាមផ្លូវរហូតដែរទៅអូអញ្ចឹងសមាជិកក៏ដឹងដែរថាថ្ងៃសៅរ៍ឲ្យតែថ្ងៃសៅរ៍គឺពួកវាចេញអញ្ចឹងហ្មងណាបាទស្ទាវច្រើនណាស់ក្លឹបវាក្បែរពីបាទមិនមែនថាគាត់មិនធ្វើការទេបងប្អូនគាត់ធ្វើការណារាល់ថ្ងៃហ្នឹងប៉ុន្តែមិនដឹងថាយ៉ាងម៉េចទេកាន់តែចាប់កាន់តែច្រើនមុនបិទបញ្ចប់ការផ្សាយសូមផ្ដាំផ្ញើទៅដល់ក្មេងស្ទាវមួយចំនួនដែលគាត់នៅតែប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនេះបងប្អូនបាទគួរតែលះបង់បញ្ឈប់ទៅខំប្រឹងរៀនហើយខំប្រឹងធ្វើការជួយម្ដាយឪពុកកុំឲ្យធ្វើអញ្ចឹងតែពេលដែលមានបញ្ហាសមាជិកចាប់បានត្រូវបញ្ជូនទៅណាឬក៏ដាក់គោកដាក់ច្បាប់ហ្នឹងកុំឲ្យម្ដាយឪពុកទឹកភ្នែកដោយសារតែយើងមិនបានសងគុណហើយបែរជាធ្វើបាបគាត់បន្ថែមទៀតបងប្អូនបាទហេតុការណ៍នេះគឺនៅវេលាម៉ោងបាទគឺនៅវេលាម៉ោង 3:30 នាទីទៀតភ្លឺត្រូវនៅថ្ងៃទី2ខែសីហាឆ្នាំ2026បាទឥឡូវនេះគឺខាងសមាជិកមានជ័យ3គឺគាត់នាំបងប្អូននឹងយកទៅដាក់ពាក្យបណ្ដឹងដល់ចោមចៅមួយបងប្អូនបាទហើយខ្ញុំបាទនៅក្រុមការងារសូមអរគុណនិងសូមគោរពលា